បាទសួស្តីនេះខ្ញុំសូមណែនាំពីរបៀបភ្ជាប់កាមេរ៉ាសុវត្ថិភាពរបស់យើងបាទអញ្ចឹងជាដំបូងឡើយបងប្អូនដោតភ្លើងសិនណាបាទដោតភ្លើងសិនមកបាទនេះបាទពេលដែលភ្លើងដំណើរការហើយបងប្អូនរងចាំបាទរងចាំរហូតដល់ម៉ាស៊ីនរបស់យើងដំណើរការសិនបាទរហូតដល់ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពយើងដំណើរការរួចរាល់សិនណាបាទរងចាំបន្តិចសិនបាទនេះបងប្អូនរងចាំរហូតដល់កាមេរ៉ារបស់យើងដំណើរការគ្រប់ជ្រុងជ្រោយណានៅពេលដែលកាមេរ៉ារបស់យើងវិលគ្រប់ជ្រុងជ្រោយរួចលឺសូរទីបបែបនេះណាបាទរហូតដល់ខាងមុខបាទបងឡាយវិលឆ្វេងតបមកវិលមកស្ដាំតបមកវិលមកមុខបាទអញ្ចឹងបានន័យថាកាមេរ៉ារបស់យើងបានដំណើរការម៉ាស៊ីនគ្រប់ជ្រុងជ្រោយណាបាទអញ្ចឹងបន្តមកទៀតណាបងប្អូនលឺសូរទីបហ្នឹងបានន័យថាគាត់កំពុងតែទាមទារយើងដើម្បីភ្ជាប់នៅកាមេរ៉ាហើយណាភ្ជាប់នៅ app ហើយអញ្ចឹងបងប្អូនមើល app នេះណាបាទបងប្អូនមើល app នេះឈ្មោះ Liyot ណាបាទបើសិនជាបងប្អូនចូលទៅក្នុង App Store ឬក៏ Play Store រកអត់ឃើញបងប្អូន scan ទៅលើ QR នេះណាដើម្បីចូលទៅកាន់ app បាទបងប្អូន App Store ចូល App Store Play Store ចូលទៅកាន់ Google Play Store ណាបាទបងប្អូនចូលទៅ app ឈ្មោះនេះក៏បានណា app Liyot បាទ Wi-Fi Smart Camera បាទបន្តមកទៀតបាទបន្តមកទៀតបងប្អូនចូលទៅកាន់ app ធ្វើតាមការណែនាំណាបាទនេះ app នេះបាទចូលមកហើយបាទអញ្ចឹងបងប្អូនចុចសញ្ញាបូកនេះណាបាទនេះតមកទៀតបាទតមកទៀតបងប្អូនចុច scan បាទតមកបងប្អូន scan លើម៉ាស៊ីនណាបាទនេះបាទចាំបងប្អូនចុចលើប៊ូតុងនេះណាបាទនេះម៉ាស៊ីន scan ជាប់ Wi-Fi ណានៅពេលដែល scan បាន Wi-Fi ហើយបងប្អូនចុចនេះទៀតណាបងប្អូនចំណាំណា Wi-Fi ផ្ទះរបស់បងប្អូនបាទលេខកូដត្រឹមត្រូវបាទឈ្មោះ Wi-Fi ត្រឹមត្រូវបងប្អូនចុចនេះទៀតណាបាទនេះQR code នេះបងប្អូនដាក់ឲ្យចំភ្នែកកាមេរ៉ា Wi-Fi របស់យើងណាបាទនេះបាទ QR code scan is successful បងប្អូនអូសចុះឡើងមុខភ្នែកកាមេរ៉ា Wi-Fi របស់យើងណា Connecting to Wi-Fi នេះWi-Fi is connected Pairing is successful You can start using your camera now ធម្មតាបងប្អូនចុចគ្រីសមកបងប្អូនចុចគ្រីសណាការ connect គឺរួចរាល់ណាបាទអញ្ចឹងបងប្អូនចុច next ទៀតបាទCamera now បាទនេះគឺរួចរាល់ណា load បែបនេះគឺរួចរាល់អញ្ចឹងបងប្អូនត្រង់ចំណុចនេះគឺបងប្អូនអាចបំពេញនៅឈ្មោះណាឧទាហរណ៍ថាកាមេរ៉ាមួយគ្រាប់នេះបងប្អូនដាក់នៅមុខផ្ទះក្រោយផ្ទះឬក៏ក្នុងផ្ទះឬក៏បន្ទប់អីវ៉ាន់ណាអញ្ចឹងបងប្អូនវាយចំណាំណាព្រោះបងប្អូនអាចមានកាមេរ៉ា2 3 4 5គ្រាប់អញ្ចឹងបងប្អូនចំណាំណាកាមេរ៉ាមួយណាវាស្ថិតនៅទីតាំងមួយណាណាបាទអញ្ចឹងបងប្អូនអានេះខ្ញុំឧទាហរណ៍ដាក់ថាមុខផ្ទះបាទខ្ញុំដាក់ថាមុខផ្ទះបែបនេះបាទហើយបន្តមកទៀតបងប្អូនដកសញ្ញាគ្រីសនេះចោលណាសញ្ញាគ្រីសនេះគឺតម្រូវបងប្អូនទិញនៅសេវាកម្មបន្ថែមបាទអញ្ចឹងបងប្អូនលុបគ្រីសនេះចោលទៅបាទយើងលុបចោលទៅបាទបន្តទៀតបងប្អូនចុចបែបនេះណានេះរីករាល់អញ្ចឹងកាមេរ៉ារបស់យើងគឺដំណើរការហើយណាអញ្ចឹងបើករណីដែលបងប្អូនមានកាមេរ៉ា2 3 4 5គ្រាប់ទិញពីខាងយើងខ្ញុំទៅបងប្អូនអេតកន្លែងនេះណាហើយធ្វើតាមរបៀបដដែលអញ្ចឹងកាមេរ៉ាវានឹងload មកចូលក្នុងផ្ទាំងនេះទាំងអស់ណាបាទនេះជាកាមេរ៉ាដែលយើងទៅតែបង្កើតមុននេះបាទភ្ជាប់មុននេះបាទនេះ
បាទនេះជាកាមេរ៉ាដែលយើងអាចមើលបានបាទនេះបាទនេះគឺคลิกរួចរាល់នេះបាទនេះគឺជាកម្រិតរូបភាពរបស់កាមេរ៉ារបស់យើងបាទ